គ្មានសារចុងក្រោយមនុស្សខ្លះចាក់ចេញទៅដោយគ្មាននិយាយពាក្យថាលាមានការបែកគ្នាពីរប្រភេទការបែកប្រភេទទី1គឺអ្នកទាំងពីរនិយាយពាក្យថាលាអ្នកយំគេក៏យំអ្នកទាំងពីរដឹងថាអ្វីបានបញ្ចប់ទៅហើយបើទោះបីជាឈឺចាប់ក៏ដោយយ៉ាងហោចណាស់មានឱកាសនិយាយពាក្យចុងក្រោយប៉ុន្តែការបែកគ្នាមួយប្រភេទទៀតដែលឈឺចាប់ជាងនេះទៅទៀតវាគឺជាការបាត់បង់មនុស្សម្នាក់ដោយគ្មានការនិយាយពាក្យថាលាគ្មានសារចុងក្រោយគ្មានការពន្យល់គ្មានហេតុផលគ្មានឱកាសសួរថាតើខ្ញុំបានធ្វើអ្វីខុសមានតែភាពស្ងប់ស្ងាត់ដែលបន្សល់ទុកនៅក្នុងសំណួររប៉ុននៅក្នុងបេះដូងរបស់អ្នកនៅថ្ងៃមួយអ្នកនៅតែផ្ញើសារទៅគេនៅថ្ងៃបន្ទាប់គេក៏ឆ្លើយយ៉ាងខ្លីជាងមុនបន្ទាប់មកគេអានតែមិនតបហើយនៅថ្ងៃមួយទៀតអ្នកក៏ដឹងថាគេបានបាត់ចេញពីជីវិតអ្នកទៅហើយគ្មានការឆ្លោះគ្នាធំដុំគ្មានការបែកគ្នាជាផ្លូវការគ្រាន់តែគេលេងនៅហើយអ្វីដែលឈឺចាប់បំផុតមិនមែនជាការបាត់បង់នោះទេប៉ុន្តែអ្នកមិនដឹងថាត្រូវកាន់ទ្វារបេះដូងបិទយ៉ាងម៉េចពីព្រោះគេមិនដែលបានបិទវាឡើយអ្នករស់នៅជាមួយនឹងសំណួរប្រហែលជាគេរវល់ប្រហែលជាគេនឹងត្រឡប់មកវិញប្រហែលជាថ្ងៃស្អែកគេនឹងផ្ញើសារមកហើយការសង្ឃឹមតិចទាំងនេះនឹងធ្វើឲ្យអ្នកមិនអាចដើរទៅមុខបានមនុស្សជាច្រើនគិតថាការឈឺចាប់បំផុតគឺការបែកគ្នាប៉ុន្តែការពិតការឈឺចាប់បំផុតគឺការមិនដឹងថាតើអ្នកទាំងពីរបែកគ្នាហើយឬនៅពីព្រោះគ្មាននរណាអាចនិយាយពាក្យថាលាហើយនៅរាល់យប់អ្នកនៅតែបើកការសន្ទនាចាស់អានសារដដែលមើលរូបភាពដដែលហើយសួរខ្លួនឯងម្ដងហើយម្ដងទៀតតើគេធ្លាប់ស្រឡាញ់ខ្ញុំមែនទេឬក៏ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលគេអាចដើរចេញដោយមិនចាំបាច់និយាយអ្វីសោះហើយក៏ប្រហែលជាប្រសិនបើអ្នកកំពុងតែស្ដាប់វីដេអូមួយនេះអ្នកក៏ធ្លាប់មាននរណាម្នាក់ដែលនៅសុកបាត់ចេញពីជីវិតអ្នកដោយគ្មានបន្សល់នៅពាក្យលាចុងក្រោយនៅថ្ងៃនេះយើងនឹងនិយាយអំពីការឈឺចាប់មួយដែលមនុស្សភាគច្រើនមិនសូវនិយាយដល់ការឈឺចាប់ដែលមិនមែនកើតឡើងដោយសារពាក្យថាលាប៉ុន្តែវាកើតឡើងដោយសារតែគ្មានពាក្យថាលាទើបតែសោះតើហេតុអ្វីការមិនមានពាក្យលាចុងក្រោយមួយម៉ាត់ធ្វើឲ្យយើងពិបាកបំភ្លេចជាងការបែកគ្នាធម្មតាមានរឿងមួយដែលអ្នកចិនវិទ្យាជាច្រើនបានសង្កេតឃើញមនុស្សមិនសូវខ្លាចការបញ្ចប់ទៅទេអ្វីដែលមនុស្សខ្លាចជាងគេគឺការបញ្ចប់ដែលមិនច្បាស់លាស់ពីព្រោះនៅពេលដែលមានអ្នកណាម្នាក់និយាយថាយើងបែកគ្នាទៅបើទោះបីជាវាឈឺចាប់ប៉ុណ្ណាយ៉ាងហោចណាស់បេះដូងរបស់យើងដឹងថាវាបានបញ្ចប់ហើយអ្នកអាចយំអ្នកអាចខូចចិត្តអ្នកអាចចាប់ផ្ដើមព្យាបាលខ្លួនឯងប៉ុន្តែនៅពេលដែលមនុស្សម្នាក់បាត់ចេញពីជីវិតអ្នកដោយមិននិយាយអ្វីសោះបេះដូងរបស់អ្នកមិនដឹងថាត្រូវចាប់ផ្ដើមព្យាបាលពីកន្លែងណាទេពីព្រោះរាល់ថ្ងៃវានៅតែសង្ឃឹមអ្នកនៅតែបើកទូរស័ព្ទសង្ឃឹមថានឹងមានសារមួយចូលមកអ្នកនៅតែមើល story សង្ឃឹមថាគេប្រហែលជាកំពុងរងចាំអ្នកឲ្យទៅនិយាយមុនអ្នកនៅតែពិនិត្យមើល Messenger បើទោះបីជាអ្នកដឹងថាគ្មានអ្វីថ្មីក៏ដោយហើយរាល់ថ្ងៃដែលគ្មានសារអ្នកក៏សួរខ្លួនឯងដដែលតើគេរវល់មែនទេតើគេខឹងខ្ញុំឬតើខ្ញុំគួរតែផ្ញើសារទៅមុនទេបន្ទាប់មកសំណួរទាំងនេះក៏คล้ายទៅជាការបន្ទោសខ្លួនឯងតើខ្ញុំបានធ្វើអ្វីខុសឬតើខ្ញុំមិនល្អគ្រប់គ្រាន់ឬតើគេលែងត្រូវការខ្ញុំហើយឬហើយការឈឺចាប់មិនមែនមកពីការពិតទាំងនេះទេវាមកពីសំណួរដែលគ្មានចម្លើយនៅពេលខ្លះមនុស្សម្នាក់អាចនឹងជាសះស្បើយពីការបែកគ្នាលឿនជាងការបាត់ខ្លួនរបស់មនុស្សណាម្នាក់ពីព្រោះការបែកគ្នាមានពាក្យចុងក្រោយប៉ុន្តែការបាត់ខ្លួនមានតែភាពស្ងប់ស្ងាត់ហើយភាពស្ងប់ស្ងាត់អាចសម្លាប់បេះដូងមនុស្សយឺតអ្នកមិនដឹងទេថាតើគួររងចាំឬក៏គួរតែដើរទៅមុខអ្នកមិនដឹងទេថាតើគួរតែលុបរូបថតឬក៏ទុកវាឲ្យនៅអ្នកមិនដឹងទេថាគួរតែឈប់ស្រឡាញ់ឬគ្រាន់តែរងចាំបន្តិចទៀតនោះហើយគឺជាមូលហេតុដែលមនុស្សជាច្រើនជាប់នៅក្នុងអតីតកាលរាប់ខែឬសូម្បីតែរាប់ឆ្នាំ
មិនមែនព្រោះតែពួកគេមិនអាចបំភ្លេចបានទេប៉ុន្តែព្រោះតែគ្មាននរណាម្នាក់ប្រាប់ពួកគេថាវាបានបញ្ចប់ទៅហើយនៅពេលដែលគ្មានចម្លើយយើងចាប់ផ្ដើមបង្កើតចម្លើយដោយខ្លួនឯងមានរឿងមួយដែលបេះដូងរបស់មនុស្សមិនអាចត្រឹមត្រូវបានវាមិនមែនជាការឈឺចាប់ទេប៉ុន្តែវាគឺជាភាពមិនច្បាស់លាស់ពីព្រោះនៅពេលដែលគ្មាននរណាម្នាក់ប្រាប់អ្នកថាខ្ញុំលែងស្រឡាញ់អ្នកហើយបេះដូងរបស់អ្នកនឹងចាប់ផ្ដើមស្វែងរកចម្លើយដោយខ្លួនឯងហើយជាអកុសលចម្លើយដំបូងដែលមនុស្សភាគច្រើនរកឃើញគឺការបន្ទោសខ្លួនឯងអ្នកចាប់ផ្ដើមគិតថាប្រហែលជាខ្ញុំនិយាយច្រើនពេកប្រហែលជាខ្ញុំមិនស្អាតគ្រប់គ្រាន់ប្រហែលជាខ្ញុំមិនល្អគ្រប់គ្រាន់ប្រហែលជាបើខ្ញុំធ្វើបែបនេះគេនឹងមិនចាកចេញទៅទេហើយរាល់ថ្ងៃអ្នករស់នៅជាមួយនឹងពាក្យថាប្រហែលជាប៉ុន្តែអ្នកសួរខ្លួនឯងមួយសំណួរសិនទៅមើលតើអ្នកពិតជាដឹងការពិតមែនទេឬក៏អ្នកគ្រាន់តែកំពុងស្មានមានមនុស្សជាច្រើនរស់នៅជាមួយនឹងការឈឺចាប់ដែលបង្កើតឡើងដោយការស្រមៃរបស់ខ្លួនឯងពួកគេមិនមានភស្តុតាងទេប៉ុន្តែពួកគេជឿថាខ្លួនឯងគឺជាមូលហេតុនោះហើយគឺជារឿងដ៏អយុត្តិធម៌បំផុតនៅពេលខ្លះមនុស្សម្នាក់ចាកចេញទៅមិនមែនដោយសារតែអ្នកទេប្រហែលជាគេមិនទាន់ចេះទទួលខុសត្រូវចំពោះអារម្មណ៍របស់អ្នកប្រហែលជាគេខ្លាចនឹងការប្រឈមមុខប្រហែលជាគេមិនហ៊ាននិយាយពាក្យថាលាដូច្នេះគេក៏ជ្រើសរើសភាពស្ងប់ស្ងាត់ប៉ុន្តែភាពស្ងប់ស្ងាត់របស់គេមិនគួរคล้ายទៅជាការដាក់ទោសខ្លួនឯងរបស់អ្នកនោះទេអ្នកត្រូវចងចាំថាការដែលនរណាម្នាក់មិនផ្ដល់ចម្លើយឲ្យអ្នកមិនមែនមានន័យថាអ្នកមិនសមនឹងទទួលបានចម្លើយនោះទេវាគ្រាន់តែបង្ហាញថានៅពេលខ្លះមនុស្សមួយចំនួនមិនមានភាពក្លាហានគ្រប់គ្រាន់ដើម្បីបិទរឿងដោយការគោរពហើយអ្នកក៏មិនគួរចំណាយពេលអស់មួយជីវិតដើម្បីស្វែងរកចម្លើយពីមនុស្សដែលមិនដែលចង់ឆ្លើយពីព្រោះមានពេលខ្លះការមិនមានចម្លើយក៏ជាចម្លើយមួយដែរវាប្រាប់អ្នកថាដល់ពេលដែលអ្នកត្រូវឈប់រងចាំហើយអ្វីដែលពិបាកបំផុតមិនមែនជាការបាត់បង់គេទេប៉ុន្តែជាការលែងសង្ឃឹមថាគេនឹងត្រឡប់មកវិញមានការសង្ឃឹមមួយដែលស្រស់ស្អាតបំផុតប៉ុន្តែក៏ឈឺចាប់បំផុតដែរវាមិនមែនជាការសង្ឃឹមថាថ្ងៃស្អែកនឹងល្អឡើងទេវាគឺជាការសង្ឃឹមថាមនុស្សម្នាក់នឹងត្រឡប់មកវិញអ្នកប្រាប់ខ្លួនឯងថាប្រហែលជាគេត្រូវការពេលវេលាបន្តិចប្រហែលជាគេគ្រាន់តែរវល់ប្រហែលជាថ្ងៃណាមួយគេនឹងនឹកខ្ញុំហើយដោយសារតែពាក្យថាប្រហែលជាអ្នកមិនអាចដើរទៅមុខបានទេអ្នកមិនអាចបិទទ្វារបេះដូងបានទេអ្នកមិនហ៊ានចាប់ផ្ដើមជីវិតថ្មីទេពីព្រោះផ្នែកមួយនៃបេះដូងអ្នកនៅតែអង្គុយរងចាំមានមនុស្សជាច្រើនដែលមិនបានជឿបនៅក្នុងអតីតកាលទេពួកគេជឿបនៅក្នុងក្តីសង្ឃឹមថាថ្ងៃណាមួយទូរស័ព្ទនឹងរកថ្ងៃណាមួយនឹងមានសារមួយចូលមកថ្ងៃណាមួយគេនឹងនិយាយថាសុំទោសខ្ញុំនឹកអ្នកត្រឡប់មកវិញតើបានទេប៉ុន្តែខណៈដែលអ្នកកំពុងរងចាំជីវិតនៅតែដើរទៅមុខរដូវកាលក៏ផ្លាស់ប្ដូរថ្ងៃខែក៏ផ្លាស់ប្ដូរមនុស្សដែលនៅជុំវិញអ្នកកំពុងតែបន្តរស់នៅមានតែអ្នកដែលនៅឈរនៅត្រង់កន្លែងដដែលពីព្រោះអ្នកមិនទាន់ហ៊ានលែងការសង្ឃឹមហើយប្រហែលជាការលែងសង្ឃឹមគឺជារឿងពិបាកជាងការបែកគ្នាទៅទៀតពីព្រោះនៅពេលដែលអ្នកលែងសង្ឃឹមអ្នកត្រូវទទួលស្គាល់ការពិតមួយគេប្រហែលជាមិនត្រឡប់មកវិញទេការពិតទាំងនេះអាចនឹងធ្វើឲ្យអ្នកយំអាចនឹងធ្វើឲ្យអ្នកឈឺចាប់ប៉ុន្តែវាក៏អាចនឹងដោះលែងអ្នកដែរពីព្រោះនៅពេលដែលអ្នកឈប់រងចាំអ្នកនឹងចាប់ផ្ដើមរស់នៅពេលដែលអ្នកឈប់សម្លឹងមើលទ្វារអ្នកនឹងចាប់ផ្ដើមមើលផ្លូវដែលនៅខាងមុខនៅពេលដែលអ្នកឈប់សង្ឃឹមថានរណាម្នាក់នឹងត្រឡប់មកបំពេញជីវិតឲ្យអ្នកនឹងចាប់ផ្ដើមរៀនបំពេញជីវិតដោយខ្លួនឯងមានពាក្យមួយដែលខ្ញុំចង់ឲ្យអ្នកដឹងការលែងសង្ឃឹមមិនមែនមានន័យថាអ្នកឈប់ស្រឡាញ់ទេវាគឺមានន័យថាអ្នកឈប់ដាក់ទុកសុភមង្គលរបស់ខ្លួននៅក្នុងដៃរបស់មនុស្សម្នាក់ដែលបានជ្រើសរើសដើរចេញទៅហើយនោះគឺមិនមែនជាការបរាជ័យទេវាគឺជាការចាប់ផ្ដើមសេរីភាពមនុស្សខ្លះគឺជាមេរៀនមិនមែនជាវាសនានោះទេនៅពេលមួយខ្ញុំធ្លាប់គិតថាម
មនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិតយើងគឺមានគោលបំណងនៅជាមួយយើងរហូតប៉ុន្តែជីវិតមិនបានបង្រៀនខ្ញុំថាមនុស្សខ្លះមកដើម្បីស្រឡាញ់យើងមនុស្សខ្លះមកដើម្បីផ្លាស់ប្ដូរយើងហើយមនុស្សខ្លះក៏មកដើម្បីបង្រៀនយើងរួចក៏ដើរចេញនៅពេលដំបូងអ្នកប្រហែលជាគិតថាការចាក់ចែងទៅរបស់គេគឺជាការបាត់បង់ដ៏ធំបំផុតនៅក្នុងជីវិតក៏ប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅអ្នកនឹងចាប់ផ្ដើមយល់ថាប្រសិនបើថ្ងៃនោះគេមិនចាក់ចែងទៅទេអ្នកក៏ប្រហែលជាមិនធ្លាប់រៀនស្រឡាញ់ខ្លួនឯងឡើយក៏ប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅអ្នកនឹងចាប់ផ្ដើមយល់ថាប្រសិនបើថ្ងៃនោះគេមិនចាក់ចែងទៅទេអ្នកក៏ប្រហែលជាមិនធ្លាប់បានរៀនស្រឡាញ់ខ្លួនឯងឡើយអ្នកប្រហែលជានៅតែរស់នៅដោយទទួលយកការមិនគោរពអ្នកក៏ប្រហែលជានៅតែគិតថាការយំរាល់យប់គឺជារឿងធម្មតានៃស្នេហាប៉ុន្តែការចាក់ចែងទៅរបស់គេបានបង្រៀនអ្នកថាស្នេហាមិនគួរធ្វើឲ្យអ្នកបាត់បង់សន្តិភាពនៅក្នុងចិត្តទេហើយនៅថ្ងៃមួយអ្នកនឹងមិននឹកគេដោយការឈឺចាប់ទៀតទេអ្នកនឹងនឹកគេដូចជាសៀវភៅមួយក្បាលដែលអ្នកបានអានចប់ទៅហើយអ្នកនឹងមិនស្អប់សៀវភៅនោះទេហើយអ្នកក៏មិនចង់រស់នៅក្នុងទំពើដដែលនោះដែរអ្នកគ្រាន់តែអរគុណវាដែលបានបង្រៀនអ្នកឲ្យក្លាយទៅជាមនុស្សរឹងមាំជាងមុនហើយក៏ប្រហែលជានេះហើយជាការពិតដ៏ស្ងប់ស្ងាត់បំផុតមនុស្សខ្លះមិនមែនចូលមកក្នុងជីវិតអ្នកដើម្បីនៅជាមួយអ្នករៀងរហូតនោះទេពួកគេគ្រាន់តែចូលមកដើម្បីបង្រៀនអ្នកនៅមេរៀនដែលគ្មាននរណាអាចបង្រៀនបានដូច្នេះពាក្យថាលាដែលខ្ញុំមិនដែលបានឮខ្ញុំត្រូវតែនិយាយវាដោយខ្លួនឯងមានពេលមួយខ្ញុំនៅតែរងចាំពាក្យមួយម៉ាត់មិនមែនពាក្យថាខ្ញុំស្រឡាញ់អ្នកទេខ្ញុំគ្រាន់តែរងចាំពាក្យថាលាខ្ញុំគិតថាបើថ្ងៃណាមួយគេនិយាយពាក្យនេះប្រហែលជាបេះដូងរបស់ខ្ញុំនឹងអាចទទួលយកការពិតបានប៉ុន្តែនៅថ្ងៃនោះមិនដែលមកដល់ឡើយគេមិនដែលនិយាយថាលាគេមិនដែលនិយាយថាសុំទោសគេមិនដែលប្រាប់ថាយើងបញ្ចប់ត្រឹមនេះទៅគេគ្រាន់តែបាត់ទៅហើយខ្ញុំក៏នៅតែរងចាំមួយសប្តាហ៍មួយខែមួយឆ្នាំរហូតដល់ថ្ងៃមួយខ្ញុំសួរខ្លួនឯងថាតើខ្ញុំកំពុងតែរងចាំមនុស្សម្នាក់ឬក៏កំពុងតែរងចាំពាក្យមួយម៉ាត់ដែលប្រហែលជាមិនមានថ្ងៃបានឮហើយនៅថ្ងៃនោះខ្ញុំក៏យល់ថាខ្ញុំមិនអាចបន្តឲ្យជីវិតរបស់ខ្ញុំជាប់គាំងដោយសារតែពាក្យមួយដែលនរណាម្នាក់មិនដែលមានបំណងនិយាយវាមកកាន់ខ្ញុំនោះទេដូច្នេះខ្ញុំក៏សម្រេចចិត្តនិយាយវាដោយខ្លួនឯងលាហើយមិនមែនលាអ្នកទេប៉ុន្តែលាការរងចាំលាការសង្ឃឹមដែលគ្មានចម្លើយលាទឹកភ្នែកដែលខ្ញុំស្រក់ឲ្យមនុស្សម្នាក់ដែលបានបាត់ទៅដោយគ្មាននិយាយពាក្យមួយម៉ាត់ហើយចាប់តាំងពីថ្ងៃនោះមកទើបខ្ញុំយល់ថាយើងមិនត្រូវការឲ្យមនុស្សគ្រប់គ្នាផ្ដល់ការបិទបញ្ចប់ឲ្យយើងទេនៅពេលខ្លះការបិទបញ្ចប់ដ៏ពិតប្រាកដគឺកើតឡើងនៅពេលដែលយើងសម្រេចចិត្តបិទទ្វារបេះដូងដោយខ្លួនឯងហើយក៏ប្រហែលជានោះមិនមែនជាការលាគេទេវាគឺជាការនិយាយថាសូមស្វាគមន៍ជីវិតថ្មីរបស់ខ្ញុំហើយក៏ប្រហែលជាបន្ទាប់ពីស្ដាប់វីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អ្នកនឹងយល់ថាមិនមែនគ្រប់ការបែកគ្នាសិតតែអាចនិយាយពាក្យថាលានោះទេមនុស្សខ្លះគ្រាន់តែបាត់ទៅស្ងាត់បន្សល់ទុកតែភាពស្ងៀមស្ងាត់តែប៉ុណ្ណោះនិងសំណួរដែលគ្មានចម្លើយមួយចំនួនប៉ុន្តែកុំឲ្យការខ្វះពាក្យមួយម៉ាត់ធ្វើឲ្យអ្នកជាប់គាំងអស់មួយជីវិតនៅពេលខ្លះការបិទបញ្ចប់ដែលអ្នកកំពុងរងចាំមិនមែនមកពីមនុស្សដែលចាកចេញទៅទេវាមកពីការដែលអ្នកហ៊ាននិយាយពាក្យថាលាទៅកាន់អតីតកាលដោយខ្លួនឯងពីព្រោះនៅពេលដែលអ្នកឈប់រងចាំចម្លើយអ្នកនឹងចាប់ផ្ដើមរស់នៅជាមួយសន្តិភាពហើយនៅពេលដែលអ្នកឈប់សួរថាហេតុអ្វីគេចាកចេញអ្នកនឹងចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំអាចធ្វើឲ្យថ្ងៃស្អែករបស់ខ្ញុំប្រសើរជាងម្សិលមិញដោយរបៀបណានោះហើយគឺជាថ្ងៃដែលការព្យាបាលចាប់ផ្ដើមនាងខ្ញុំសូមអរគុណដែលលោកអ្នកបានស្ដាប់វីដេអូនេះរហូតដល់ចប់ប្រសិនបើវីដេអូមួយនេះបានប៉ះពាល់ដល់បេះដូងរបស់អ្នកសូមអ្នកជួយ like subscribe និង share ទៅកាន់នរណាម្នាក់ដែលប្រហែលជាកំពុងរងចាំសារចុងក្រោយដែលនឹងមិនដែលមកដល់ហើយមុននឹងចាកចេញទៅសូមទុកពាក្យមួយឃ្លានេះនៅក្នុងបេះដូងរបស់អ្នកមិនមែនគ្រប់រឿងទាំងអស់
ត្រូវការពាក្យថាលាទើបយើងអាចដើរទៅមុខបានទេនៅពេលខ្លះការដែលអ្នកជ្រើសរើសបន្តរស់នៅគឺជាការបិទបញ្ចប់ដ៏ស្រស់ស្អាតបំផុតជួបគ្នានៅក្នុងវីដេអូបន្ទាប់នៅក្នុង Meta KA Channel សូមថែរក្សាបេះដូងរបស់អ្នកសូមអរគុណនិងសូមគោរពលា